I mean, the things that he's doing is not trying to make America better. He's ruining our infrastructure, like every department in our government. He's right now destroying our បាទ economy. ជំរាបសួរបងប្អូនប្រិយមិត្តជាទីរាប់អាន All of បាទ our នេះគឺជាសកម្មភាពយ៉ាងកក្រើកនៅសហរដ្ឋអាមេរិកបងប្អូន បាទប្រជាជនរាប់ពាន់នាក់បងប្អូនបានមកធ្វើបាតកម្មគ្រប់បណ្ដារដ្ឋបងប្អូន Carolina Florida New York Washington DC បាទប្រជាជនបានមកគ្រប់ស្ទើរតែគ្រប់រដ្ឋហើយបងប្អូនហើយត្រៀមបងប្អូនត្រៀមគេហៅថាបាតកម្មទូទាំងសហរដ្ឋអាមេរិកតែម្ដងបងប្អូនដោយសារតែរដ្ឋបាលថ្មីរបស់លោក Donald Trump ជាមួយនឹងដៃស្ដាំសេនាដៃស្ដាំរបស់គាត់គឺលោក Elon Musk បានធ្វើឲ្យរំជួយបានធ្វើឲ្យកក្រើកបាទទូទាំងសកលលោកបងប្អូនដឹងហើយថ្មីនេះក្រោយពីសហរដ្ឋអាមេរិកបានបិទក្រសួងអប់រំបាទបិទក្រសួងអប់រំបានបញ្ឈប់បុគ្គលិកសុខាភិបាលរាប់សិបម៉ឺននាក់បានផ្ដាច់លុយកញ្ចប់របស់ USAID បាទបានបិទ VOA សំឡេងសហរដ្ឋអាមេរិកក៏ប៉ុន្តែសំឡេងសហរដ្ឋអាមេរិកនេះគឺបានទាមទារបាទកញ្ចប់ជំនួយមកវិញដោយសភានិងប្រសិទ្ធភាពរួមទាំងការឯកភាពរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកបាទមិនអាចបិទបានទេបងប្អូនក៏ប៉ុន្តែថ្មីនេះលោក Donald Trump បានប្រកាសពន្ធទូទាំងពិភពលោកបាទបានន័យថាធ្វើសង្គ្រាមបាទសង្គ្រាមពន្ធដារបងប្អូនសង្គ្រាមរបាំងពន្ធរវាងប្រទេសនិងប្រទេសបើក្រោយពីមានការប្រកាសសង្គ្រាមពន្ធនេះបានធ្វើឲ្យប្រទេសជាច្រើនរំជើបរំជួលប្រទេសខ្លះក៏រណបប្រទេសខ្លះទៅចរចាប្រទេសខ្លះក៏ដាក់របាំងពន្ធត្រឡប់ទៅវិញបាទដូចជាកាណាដាបងប្អូនបាទកាណាដាក៏ដូចជាអឺរ៉ុបក៏ដូចជាបារាំងអង់គ្លេសបាទគឺមានប្រកាសពន្ធត្រឡប់មកជាពិសេសចិនបាទចិនបានធ្វើការសងសឹកទៅសងសឹកមកកាណាដាសងសឹកទៅសងសឹកមកបាទដល់ឡែកអាស៊ីបងប្អូនដល់ឡែកអាស៊ីគឺអាស៊ីមិនមានអ្នកណាទៅប្រឆាំងតវ៉ាជាមួយសហរដ្ឋអាមេរិកទេបងប្អូនដឹងហើយអាស៊ីមិនអាចមានលទ្ធភាពទៅប្រឆាំងជាមួយនឹងគេហៅថាមហាយៈពិភពលោកបានទេបាទអ្នកដែលមានសមត្ថភាពអ្នកដែលមានចង្កូមប្រអាប់ហែកគ្នាគឺមានតែចិនបើមានតែសហរដ្ឋបារាំងអាល្លឺម៉ង់អង់គ្លេសទេដែលគេអាចតវ៉ាដំឡើងពន្ធទៅដំឡើងពន្ធមកពីព្រោះសេដ្ឋកិច្ចទាំងពីរមានការពឹងពាក់គ្នាទៅវិញទៅមកបងប្អូនដូច្នេះហើយបណ្ដាអឺរ៉ុបធំជាពិសេសមេសហព័ន្ធអឺរ៉ុបបាទហើយអាស៊ានយើងគ្មានទេបងប្អូនបាទមានតែអាស៊ីតែមួយគត់គឺចិនតែម្ដងបាទចិនគឺមានការដំឡើងពន្ធទៅដំឡើងពន្ធមកបាទកាលពីថ្ងៃទី5បាទទី5ថ្ងៃនេះបងប្អូនម៉ោងនៅសហរដ្ឋអាមេរិកគឺថ្ងៃសៅរ៍ហើយយើងនេះថ្ងៃអាទិត្យបាទប្រជាជនមានការផ្ទុះការតវ៉ាបាតកម្មស្ទើរតែទូទាំងរដ្ឋបាទហើយមូលហេតុដែលប្រជាជនមកតវ៉ានេះបាទគាត់បាននិយាយហើយថាដោយសារតែលោក Donald Trump តែមួយគត់ជាមួយនឹងលោក Elon Musk បាទបំផ្លាញសេដ្ឋកិច្ចបំផ្លាញគេហៅថាសិទ្ធិមនុស្សបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបំផ្លាញដៃគូសម្ព័ន្ធមិត្តឲ្យចាក់ឆ្ងាយពីសហរដ្ឋអាមេរិកបាទអ្វីដែលបាតកម្មបាទបាតកោគេមានការព្រួយបារម្ភហើយចេញតវ៉ានៅតាមដងផ្លូវនេះគឺគេបារម្ភថាលោក Donald Trump នេះបានធ្វើឲ្យសហរដ្ឋអាមេរិកខ្ទេចខ្ទីបងប្អូនខ្ទេចខ្ទីតែម្ដងហើយសូមជម្រាបបងប្អូនថាការបាតកម្មនេះមិនមែនតែនៅសហរដ្ឋអាមេរិកទេបងប្អូនបើមាននៅក្នុងប្រទេសអង់គ្លេសប្រទេសបារាំងប្រទេសអាល្លឺម៉ង់ច្រើនបងប្អូននៅបណ្ដាអឺរ៉ុបបានន័យថាគេបាតកម្មមិនគ្រប់គ្រងគេហៅថាការដឹកនាំរបបថ្មីរបស់សហរដ្ឋអាមេរិកដោយប្រធានាធិបតី Donald Trump តែម្ដងបងប្អូនបាទសូមជម្រាបបងប្អូនថាក្រុមបាតកោនេះគឺមកផ្ដុំគ្នានៅ Washington DC មកកាលពីថ្ងៃសៅរ៍បងប្អូនគឺ1200 នាក់បងប្អូនគឺផ្ដុំគ្នាមកប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ក៏ដូចជាសម្ព័ន្ធមិត្តមហាសេដ្ឋីរបស់គាត់គឺ Elon Musk តែម្ដងបងប្អូនដើម្បីទាមទារសិទ្ធិបាទទាមទារសិទ្ធិនឹងអំណាចប្រធានាធិបតីត្រឡប់មកវិញពីព្រោះគេមើលឃើញថារបបនេះគឺរបបពង្រឹងអំណាចប្រធានាធិបតីតែម្ដងបាទដោយលោក Donald Trump ក៏ដូចជាលោក Elon Musk ដែលជា
រដ្ឋមន្ត្រីកាន់ក្រសួងប្រសិទ្ធភាពការងារបងប្អូនបាទធ្វើឲ្យពិភពលោកមានការរំជួលរហូតដល់សហរដ្ឋអាមេរិកតែម្ដងមានការតវ៉ាជាមួយនឹងលោក Donald Trump ហើយឥឡូវនេះវងមនុស្សបានចេញតវ៉ាស្ទើរតែគ្រប់រដ្ឋក៏ប៉ុន្តែយើងមិនដឹងថាតើអាចទៅរួចទេបងប្អូនណាបងប្អូនចាំបានហើយកាលពីអាណត្តិទី1របស់លោក Donald Trump ក៏មានការបាតកម្មតវ៉ាសម្បើមណាស់ដែរបងប្អូនក៏ប៉ុន្តែការតវ៉ានេះគឺមិនមានប្រសិទ្ធភាពទេបងប្អូនអ្នកតវ៉ាបានត្រឹមតែតវ៉ាក៏ប៉ុន្តែมันអាចផ្លាស់ប្ដូរប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើយបងប្អូនហើយការតវ៉ានេះបងប្អូនមានភ្លៀងរលឹមស្រេចមករលឹមស្រេចតែម្ដងបងប្អូនធ្វើឲ្យបាតកោមានការតវ៉ាស៊ូក្រាញ់ននាលបើគេរំពឹងថាមនុស្សនឹងឡើងដល់ 2000 នាក់បងប្អូនហើយបូកទាំងគេហៅថាមនុស្សជាច្រើនរដ្ឋទៀតបងប្អូន50រដ្ឋនោះគឺបូកទាំងប្រទេសកាណាដាបូកទាំងមិចស៊ិកទៀតបងប្អូនបាននេះថាច្រើនបើអ្នកវិទ្យាសាស្ត្រវិជ្ជាជីវៈចូលនិវត្តន៍ម្នាក់ដែលមកពី Princeton រដ្ឋ New Jersey បានស្ថិតក្នុងចំណោមអ្នកដែលប្រមូលផ្ដុំឆាកនៅ Washington នេះដែរបងប្អូនគាត់ក៏បានចូលរួមដែរហើយគាត់គឺជាអ្នកល្បីបើសូមជម្រាបបងប្អូនថាក្រមសិទ្ធិមនុស្ស150នាក់ក៏ត្រៀមចូលរួមក្នុងបាតកម្មទាមទារលោក Donald Trump ដែរបងប្អូនបាទនៅសហរដ្ឋអាមេរិកកំពុងតែធ្វើការបាតកម្មទាមទារឲ្យលោក Donald Trump នេះមិនឲ្យគាត់ធ្វើអ្វីទៅតាមទំនឹងចិត្តក្នុងនាមជាប្រធានាធិបតីទេបងប្អូនបាទមិនដឹងថាការទាមទារនេះគឺទាមទារទម្លាក់ឬក៏ទាមទារអ្វីទេបងប្អូនក៏ប៉ុន្តែច្បាប់នៅប្រទេសគេកាលណាគឺបោះឆ្នោតហើយបាទគឺគេមានសិទ្ធិអំណាចណាស់បងប្អូននៅក្នុងតំណែងជាប្រធានាធិបតីបាទមិនអាចដកមិនអាចដូរមិនអាចបោះឆ្នោតឡើងវិញតាមតែអំពើចិត្តបានទេបងប្អូនក៏ប៉ុន្តែការទាមទារដើម្បីឲ្យគាត់បន្ទន់អេរយាប័តបាទបន្ទន់កិច្ចការងាររដ្ឋបាលការងារគេថាបរទេសបាទតាក់ទងទៅនឹងរបាំងពន្ធបាទកាត់បន្ថយជំនួយកាត់បន្ថយជាពិសេសបងប្អូនគឺលោក Elon Musk នេះគាត់បានត្រៀមកាត់បន្ថយគេហៅថារបបសន្តិសុខសង្គមបងប្អូនដែលគេហៅថាអ្នកដែលចូលនិវត្តន៍ហើយបាទស៊ីប្រាក់ខែរបស់សហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិករកឃើញថាអ្នកខ្លះនោះមានអាយុដល់តែ120ទៅហើយមិនទាន់ចប់ក្នុងការស៊ីប្រាក់ខែចិញ្ចឹមរបស់រដ្ឋទេបងប្អូនដូច្នេះហើយបានលោក Donald Trump រដ្ឋបាលថ្មីនេះបាទត្រៀមកាត់ចោលទាំងអស់បាទអ្នកដែលនៅអ្នកដែលលើសអាយុគឺកាត់ចោលហើយពីព្រោះលោក Donald Trump ក៏ដូចជាលោក Elon Musk បានរកឃើញឈ្មោះខ្មោចជាច្រើនដែលត្រៀមកាត់ចោលប្រជាជននៅសហរដ្ឋអាមេរិកក៏មានការបារម្ភបងប្អូនបារម្ភក្រែងលោក Donald Trump នេះបាទប្រើសិទ្ធិអំណាចជាប្រធានាធិបតីហើយកោធ្វើឲ្យស្ថាប័នទាំងអស់វល់តែម្ដងដោយសារតែអំណាចប្រធានាធិបតីរូបភាពពី CNN បានថតផ្សាយជូនបងប្អូននេះគឺបាតុករមកពីគេហៅថា London Paris អាល្លឺម៉ង់បាទបណ្ដាអឺរ៉ុបជាច្រើនក៏បាតកម្មដែរបងប្អូនមិនមែនថាត្រឹមតែសហរដ្ឋអាមេរិកទេបើយើងមិនដឹងថាអាយុកាលរបស់រដ្ឋបាល Donald Trump ដែលដឹកនាំពិភពលោកដោយសហរដ្ឋអាមេរិកបើមានអាយុកាលប៉ុណ្ណាទេបងប្អូនក៏ប៉ុន្តែយើងឃើញសញ្ញាថាលោក Donald Trump នេះនៅពេលគាត់បានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកបើគាត់បានកោពិភពលោកបងប្អូនកោពិភពលោកខ្លាំងណាស់បងប្អូនបើនេះនៅ Florida បងប្អូន Florida ក៏មានការបាតកម្មសម្បើមណាស់ដែរបងប្អូនបានដឹងហើយថាត្រៀម50រដ្ឋបាទត្រៀម50រដ្ឋនោះបូកទាំងមិចស៊ីកូបូកទាំងកាណាដាផងដែរបើគាត់បានធ្វើឲ្យពិភពលោកមានការបែកបាក់គ្នាខ្លាំងណាស់បងប្អូនហើយបណ្ដាស្ថាប័ននៅក្នុងសហរដ្ឋអាមេរិកទាំងមូលក៏ត្រូវបានរើសអើងគ្នាទៅវិញទៅមកដែរបងប្អូនបាទរើសអើងទៅវិញទៅមកហើយគាត់បានប្រើអំណាចប្រើសិទ្ធិនោះខ្លាំងពេកបងប្អូនដោយធ្វើឲ្យស្ថាប័នខ្លះពិបាកធ្វើការតែម្ដងបាទហើយការបាតកម្មទាមទារនេះគឺប្រហែលជាទាមទារដកសិទ្ធិអំណាចកុំឲ្យប្រធានាធិបតីនេះធ្វើអ្វីទៅតាមតែអំពើចិត្តបើមានការប្រេះឆាបងប្អូនគឺការពីអាណត្តិមុនបងប្អូនដឹងហើយលោក Donald Trump នេះបានធ្វើឲ្យសហគមន៍អឺរ៉ុបមានការប្រេះឆាជាមួយសហរដ្ឋអាមេរិកបាទជាពិសេសគឺសហគមន៍អឺរ៉ុប NATO តែម្ដងបាទអរគុណបងប្អូនដែលបានតាមដានព័ត៌មានទាន់ហេតុការណ៍នេះបងប្អូន